បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមានរឿងកំ pl ែងមួយចង់និយាយដើម្បីជាការកំសាន្តដល់អស់លោកអ្នកបងប្អូនមានរឿងកំ pl ែងមួយហ្នឹងគឺនិយាយអញ្ចេះមានជ្រូកព្រៃជាមួយនឹងមនុស្សអញ្ចឹងណាគេតំណាក់តំណងគ្នាខលទូរស័ព្ទអញ្ចឹងណាស្រាប់តែខាងជ្រូកព្រៃមកដល់ខលទូរស័ព្ទមកអាឡូជម្រាបសួរបងបាទបងសុខសប្បាយអត់ហើយបងខាងមនុស្សលោកមែនហើយខ្ញុំគឺខាងជ្រូកព្រៃហើយខ្ញុំខលមកបងហ្នឹងគឺចង់ប្រាប់អញ្ចេះបងពីព្រោះឥឡូវឃើញបងប្អូនបងឯងអីគឺពេញនិយមណាស់ហើយចូលចិត្តណាស់អញ្ចឹងណាខ្ញុំខាងជ្រូកព្រៃរបស់ខ្ញុំហ្នឹងគាត់បានពឹងខ្ញុំហ្នឹងដើម្បីឲ្យមកប្រាប់បងឯងថាបងគុំឲ្យចេះតែនាំគ្នាប្រើប្រាស់នៅអីគេហៅថាដែលគេតែនិយមថាអីគេហៅថាជុំកន្លងការពារចេះការពារចុះអីចឹងណាបងបាទកាប់មិនមុតដុតមិនឆេះប្រឡាក់ផេះមិនស្អុយអីចឹងណាបងហើយដល់ពេលចឹងទៅបងប្អូនខ្ញុំនេះគាត់មកប្រាប់ថាគាត់ដែលជាម្ចាស់ជុំកន្លងដែលជាម្ចាស់ខ្នាយហ្នឹងត្រូវព្រានព្រៃហ្នឹងបាញ់ធ្វើមហូបស៊ីអស់ហើយបាទងាប់ចិត្តផុតពូជអស់ហើយជ្រូកព្រៃហ្នឹងអញ្ចឹងគាត់មកផ្ដាំប្រាប់ខ្ញុំថាម្ចាស់ខ្នាយម្ចាស់ជុំកន្លងហ្នឹងត្រូវព្រានហ្នឹងគេបាញ់យកទៅធ្វើសាច់ខ្លែមអស់ហើយអញ្ចឹងបងយកជុំកន្លងឬក៏យកចង្កូមខ្ញុំអីទៅប្រើប្រាស់ហ្នឹងគឺបងអាចគិតមើលទៅថាអាចជួយបានឬក៏ជួយមិនបានអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែគាត់ថាគាត់តែចង់បញ្ជាក់ថាម្ចាស់ជុំកន្លងម្ចាស់ចង្កូមហ្នឹងព្រានគេបាញ់យកធ្វើសាច់ខ្លែមអស់ហើយបាទមានតែប៉ុណ្្នឹងទេបងអញ្ចឹងខ្ញុំគាត់តែផ្ដាំផ្ញើប្រាប់បងឯងឲ្យបានដឹងអញ្ចឹងណាបងបាទអរគុណច្រើនបងជម្រាបលាបើជួយប្រាប់ពួកគាត់ផងបាទរឿងកំ pl ែងមានតែប៉ុណ្្នឹង